បាទសួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាម្ដងទៀតហើយបាទក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើការ join domain នៅលើ Windows Server របស់យើងបាទអញ្ចឹងដោយវីដេអូមុនខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើការបង្កើត domain user account បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើការ join domain បាទអញ្ចឹងតើតើនឹងការ join domain ហ្នឹងជាដំបូងយើងត្រូវមានម៉ាស៊ីន client មួយសិនតាក់ទងនឹងម៉ាស៊ីន client របស់យើងបាទដែលយើងត្រូវធ្វើការ join domain នៅក្នុងម៉ាស៊ីន server របស់យើងតាក់ទង domain បាទអញ្ចឹងការងារដែលយើងត្រូវរៀបចំមុនដំបូងអញ្ចឹងតាក់ទងនឹងការធ្វើការ join domain ហ្នឹងគឺយើងត្រូវទៅកំណត់តាក់ទងនឹង IP address ឲ្យ client យើងសិនបាទអញ្ចឹងកន្លែងនេះយើងអាចចូលមកកន្លែង network យើងនេះមកនេះបាទយើងយក mouse ស្ដាំហើយយើងយកពាក្យ open network បាទកន្លែងហ្នឹងមកហើយបន្ទាប់មកកន្លែងនេះយើងយកកន្លែងពាក្យ Ethernet នេះមកបាទហើយយើងជ្រើសរើសយក change adapter option បន្ទាប់មកយើងមកស្ដាំទៅលើពាក្យ Ethernet នេះមកបាទហើយយកពាក្យ property អូខេហើយកន្លែងនេះគឺយើងជ្រើសរើសយក Internet Protocol version 4បាទហើយកន្លែងនេះយើងបន្ទាប់ពីយើងคลิกលើវាហើយយើងអាចជ្រើសរើសយកកន្លែង property នេះទៀតមកបាទហើយកន្លែងនេះយើងធ្វើការបំពេញតាក់ទងនឹង IP address បាទអញ្ចឹងកន្លែងនេះយើងយកចំណុចទី2នេះមកបាទតាក់ទងនឹង IP address នេះគឺខ្ញុំប្រើតាក់ទងនឹង class C បាទអូខេអញ្ចឹងកន្លែងនេះយើងកំណត់ IP address ឲ្យ class របស់យើងមក192.168.1 អញ្ចឹងកន្លែងនេះខ្ញុំដាក់.2 ចុះបាទអូខេអញ្ចឹងកន្លែង subnet mask នេះអូខេបាទហើយបន្តមកគឺយើងត្រូវការកំណត់តាក់ទងនឹង DNS server បាទតាក់ទង DNS server គឺយើងប្រើ IP address តាក់ទងនឹង IP address របស់ server របស់យើងបាទអញ្ចឹងយើងដាក់មក 192.168.1.1 បាទហ្នឹងតាក់ទងនឹង IP address របស់ server របស់យើងតាក់ទង DNS អញ្ចឹងយើងដឹងហើយថា DNS គឺគេប្រើសម្រាប់ធ្វើការបកប្រែឈ្មោះពីឈ្មោះទៅ IP ពី IP address ទៅឈ្មោះបាទអូខេតទៅពីយើងកំណត់បែបហ្នឹងហើយយើងចុច OK មកហើយធ្វើការ close បាទបាទចំណុចបន្ទាប់យើងត្រូវទៅធ្វើការ join domain របស់យើងបាទអញ្ចឹងកន្លែងនេះយើង mouse ស្ដាំទៅលើ DPC របស់យើងនេះមកហើយយកពាក្យ property បាទតមកកន្លែងនេះយើងយកពាក្យកន្លែងនេះ change setting ទៅនេះមកតាក់ទង client របស់ខ្ញុំគឺខ្ញុំប្រើ client នៅក្នុង Windows 10បាទតមកកន្លែងនេះយើងយកកន្លែង change នេះទៀតបាទ to rename the computer or change its domain បាទអញ្ចឹងកន្លែងនេះតាក់ទងនឹង computer name នេះគឺយើងអាចដូរឈ្មោះបានឥឡូវឧទាហរណ៍កន្លែងនេះខ្ញុំដាក់ថា client 1ចុះអូខេហើយបន្តមកកន្លែងនេះយើងជ្រើសរើសយកកន្លែង domain បាទអញ្ចឹងកន្លែងហ្នឹងគឺយើងវាយបញ្ចូលឈ្មោះ domain របស់យើងមកតាក់ទងឈ្មោះ domain របស់ក្រុមហ៊ុនរបស់យើងមកឧទាហរណ៍ថានៅក្នុង domain ដែលខ្ញុំបង្កើត server ហ្នឹងឥឡូវខ្ញុំចូលទៅមើលអូខេតាក់ទង server របស់ខ្ញុំអូខេអញ្ចឹងកន្លែងនេះយើងចូលមក server manager បាទហើយបន្តមកយើងយកពាក្យ tool ហើយកន្លែងនេះយើងជ្រើសរើសយក Active Directory User and Computer បាទនេះគឺជា domain របស់យើងបាទអញ្ចឹងយើងអាចធ្វើការ join domain តាមរយៈនេះឈ្មោះ domain នេះបានបាទអូខេអញ្ចឹងខ្ញុំចូលទៅ client វិញដដែលបាទ
ចឹងកន្លែងហ្នឹងយើងដាក់មកឧទាហរណ៍ថា SO dot អញ្ចឹងតើតើ domain របស់យើងជាប្រភេទអីជាប្រភេទអប់រំឬគឺជាប្រភេទស្ថាប័នបែបណាអញ្ចឹងកន្លែងនេះឧទាហរណ៍កន្លែងនេះខ្ញុំដាក់តើតើនឹងជាប្រភេទអប់រំបាទអញ្ចឹងយើងដាក់កន្លែងនេះយើងដាក់ edu មកបាទហើយមានទីតាំងនៅណាដែរអញ្ចឹងកន្លែងនេះឧទាហរណ៍ថាទីតាំងយើងនៅខ្មែរអញ្ចឹងយើងដាក់ .kh ចឹងមកបាទអូខេហើយបន្ទាប់មកកន្លែងនេះខ្ញុំចុចពី OK បាទបន្ទាប់មកកន្លែងនេះវានឹងទាមទារឲ្យយើងធ្វើការបញ្ចូល username ហើយនិង password បាទតាក់ទងកន្លែង username ហើយនិង password កន្លែងនេះគឺជា user ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើការ join domain របស់យើងណាបាទអញ្ចឹងកន្លែងនេះមិនសំដៅតែ admin ទេ user ណាក៏បានដែរឲ្យតែមានសិទ្ធិគ្រប់គ្រាន់ក្នុងការ join domain បាទអញ្ចឹងកន្លែងនេះខ្ញុំអត់ទាន់មាន user ណាទេអញ្ចឹងខ្ញុំអាច join តាមរយៈ admin សិនអញ្ចឹងកន្លែងនេះខ្ញុំដាក់ administrator អូខេតមកខ្ញុំធ្វើការដាក់ password ហើយបន្ទាប់មកកន្លែងនេះយើងចុចពាក្យ OK មកនេះយើងធ្វើការរងចាំបន្តិចអញ្ចឹងកន្លែងនេះយើងមើលនេះ welcome to the so.edu.kh domain បាទយើងចុច OK មកកន្លែងនេះអញ្ចឹងកន្លែងនេះវានឹងទាមទារឲ្យយើងធ្វើការ restart កុំព្យូទ័រមួយបាទអូខេបាទអញ្ចឹងកន្លែងនេះយើងជ្រើសរើសយកកន្លែងនេះ order user ទៅនេះមកបាទអញ្ចឹងកន្លែងនេះតកតងនឹង user មួយណាដែលយើងចង់ login មានថា log ចូលក្នុង server របស់យើងតកតងនឹង server របស់ SO ហ្នឹងឥឡូវខ្ញុំទៅបង្ហាញអ្នកនរគ្នានៅកន្លែង server នេះទៅតកតងនឹង user តកតង domain user ដែលខ្ញុំបានបង្កើតថ្ងៃមុនអូខេអញ្ចឹងកន្លែងនេះអូខេចូលមកកន្លែងនេះដែរខ្ញុំមកមើលកន្លែង user នេះបាទគឺឈ្មោះមួយនេះឈ្មោះតកតងឈ្មោះរុនសុរិនមួយនេះបាទអញ្ចឹងយើងចូលមកមើលបាទយើងមកមើលកន្លែង account បាទអញ្ចឹងកន្លែងនេះយើងអាច log ចូលតកតងនឹងឈ្មោះ log on name របស់យើងហ្នឹងឈ្មោះ user ដែលយើងត្រូវ log ចូលហ្នឹងតាមរយៈនេះបានឧទាហរណ៍ថាកន្លែងនេះឈ្មោះ sorin@so.edu.kh ចឹងមកបាទឬក៏យើងអាច log ចូលតាមនេះក៏បានដែរតកតងនឹង user log on name ហ្នឹងកន្លែងនេះមានន័យថានៅពេលដែលយើងប្រើឈ្មោះតកតងនឹង domain ពីមុខចឹងហើយឈ្មោះតកតងនឹង user log on ហ្នឹងពីក្រោយចឹងអាហ្នឹងមានន័យថាគឺយើងប្រើសម្រាប់ពពួក Windows ក្រោមឆ្នាំ2000បាទឥឡូវយើងធ្វើការ log ចូលអូខេចឹងកន្លែងនេះអូខេខ្ញុំដាក់ Sorin add so.edu.kh បាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ password តមកខ្ញុំចុចចូលទៅអញ្ចឹងនៅពេលដែលយើងធ្វើការ login មុនដំបូងវានឹងទាមទារឲ្យយើងធ្វើការដូរ password បាទអញ្ចឹង password នេះនៅពេលដែលយើងដូរទៅសូម្បីតែ admin ក៏គាត់អត់ដឹងដែរបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំធ្វើការដូរ password បាទតមកអូខេ
ចឹងតើតើការដូរ password របស់យើងគឺបានជោគជ័យហើយបាទចុច OK មកអូខេបាទចឹងកន្លែងនេះអូខេខ្ញុំចូលទៅ add tool មួយចំនួនសិនតើតើនឹង icon មួយចំនួនតើតើ desktop តើតើអីចឹងអូខេបាទអញ្ចឹងកន្លែងនេះយើងមើលឈ្មោះតើតើនឹង Ron Sorin តើតើនឹង domain user ដែលយើងបាន log ចូលបាទចឹងយើងមើលកន្លែងនេះបាទនឹងបង្ហាញឈ្មោះបាទឈ្មោះ domain របស់យើងបាទអូខេអញ្ចឹងបន្ទាប់មកយើងអាចចូលទៅមើលក្នុង server របស់យើងអូខេចឹងខ្ញុំចូលមក server របស់យើងមកបាទហើយបន្ទាប់មកយើងធ្វើការមើលទៅលើតកតងនឹង OU computer បាទតកតងនឹង folder កន្លែង computer នេះបាទអញ្ចឹងយើងនឹងឃើញតកតងនឹង client មួយធ្វើការ join domain របស់យើងបាទអញ្ចឹង client ដែលខ្ញុំបានធ្វើការ join domain ហ្នឹងគឺ client 1បាទហើយ user ដែលធ្វើការ log on ហ្នឹងគឺឈ្មោះ Ron Surin បាទឈ្មោះកន្លែង computer នេះគឺឈ្មោះ client ឈ្មោះ machine computer ទេបាទដែលខ្ញុំដូរដាក់ឈ្មោះ client 1ហ្នឹងបាទអូខេបាទហើយអញ្ចឹងក្នុងវីដេអូយើងនេះគឺមានតែប៉ុណ្្នឹងទេបាទហើយអរគុណសម្រាប់ការតាមដានវីដេអូនេះផងដែរពីដើមរហូតដល់ចប់បាទ